ថ្ងៃណាសុខភាពមិនសូវល្អអាការៈធីងធងអីហ្នឹងចានេះសម្លម្ជូរក្បាលត្រីជាមួយនឹងកំពឹសអូនិយាយទៅគឺថាដាក់មកគឺហុតហើយស្វាងចេះបែកញើសខ្ចាយតែម្ដងចាមុខម្ហូបមួយមុខនេះគឺថាស្វាងដូចគេបេះអញ្ចឹងចាអញ្ចឹងនាងខ្ញុំថ្ងៃនេះគឺស្លម្ជូរកំពឹសហើយនឹងក្បាលត្រីចានិយាយទៅក្បាលត្រីនេះនាងខ្ញុំទិញត្រីមកសល់ទៅនាងខ្ញុំទុកអញ្ចឹងណាហើយចាមានត្រកួនស្រែហើយនឹងកំពឹស ចាអញ្ចឹងនាងខ្ញុំយកវាមកចាលាងទឹកអីឲ្យស្អាតចាហើយបាននាងខ្ញុំបន្តមកទៀតនេះនាងខ្ញុំបេះត្រកួនចាត្រកួននេះខ្ញុំទិញត្រកួនស្រែអ៊ំដែលគាត់លក់នៅផ្សារអញ្ចឹងណាចានិយាយទៅត្រកួននេះគឺស្លឆ្ងាញ់មែនទែនន័យទៅខ្ញុំចូលចិត្តខ្លាំងជាងគេគឺត្រកួនស្រែនេះតែម្ដងលក្ខណៈថារសជាតិវាគឺឆ្ងាញ់ហ្មងអញ្ចឹងណាចាអញ្ចឹងត្រកួននេះខ្ញុំបេះឲ្យស្អាតអញ្ចឹងទៅបាននេះខ្ញុំយកទៅហាន់វាជាកំណាត់តូចៗទៀតចានេះត្រកួននេះទៅអូយត្រកួនល្អណាស់ចានិយាយទៅគឺឈ្ងុយហ្មងឲ្យតែបានដាក់មួយសម្លបន្លែស្រុកស្រែនេះគឺជាតិសន្លប់ចានេះកំពឹសគឺនេះខ្ញុំលាងទឹករួចស្អាត3-4ទឹកហើយចានេះខ្ញុំលាងឲ្យស្អាតចឹងមកហើយបាទនេះខ្ញុំយកវាមកបេះយកពុកមាត់ចេញនិយាយទៅខ្ញុំអត់ចេះស្លដាក់ហូបទាំងអស់ទេនិយាយទៅខ្ញុំខ្លាចឆ្លាក់អញ្ចឹងទម្លាប់របស់ខ្ញុំចេះពីម៉ែមកខ្ញុំមកដែរអញ្ចឹងណានិយាយទៅទម្លាប់គាត់បេះ ពុកមាត់វាស្អាតៗចឹងទៅបានយកមកដាក់ស្លអញ្ចឹងហើយបានយើងហូបទៅវាអត់ឆ្លាក់ចឹងណាចានេះឥឡូវបេះហើយស្អាតអញ្ចឹងចានេះអូនិយាយទៅគឺថាដឹងតែឆ្ងាញ់ញាក់តែម្ដងចាសម្លមួយមុខនេះធានាជូនហ្មងចាអ្នកដែលចូលចិត្តសម្លម្ជូរកំពឹសកូនត្រីឬមួយក៏ក្បាលត្រីដូចខ្ញុំនេះគឺអូយដឹងតែជាតិញាក់ស្លាប់ហ្មងចានិយាយទៅគឺចុងភៅនេះគឺថាដឹងតែឆ្ងាញ់តែម្ដងចាអញ្ចឹងបន្ទាប់ពីបេះ ពពឹសអីហើយចាជួបជាមួយនឹងចាម្ចាស់ឧបត្ថម្ភបន្តិចចាសម្រាប់បងៗណាដែលគាត់ត្រូវការចាកម្មង់ផ្អកមិនថាផ្អកត្រីប្រាផ្អកត្រីពោផ្អកសាច់ជ្រូកហើយនិងផ្អកត្រីឆ្ពិនចាគឺនេះខ្ញុំលក់ជូនបងៗក្នុងចាតម្លៃសមរម្យស័ក្តិសមជាមួយនឹងគុណភាពតែម្ដងចានេះបានមុខម្ហូបនេះនាងខ្ញុំចៀនផ្អកហើយជាមួយនឹងចាឡុកឡាក់ សាច់គោចេះមកទៀតមកអូយបងនិយាយទៅគឺរសជាតិស័ក្តិសម័យមើលបងឆ្ងាញ់ខ្លាំងណាស់គឺម្ហូបមួយមុខនេះគឺធ្វើឲ្យគ្រួសារបងប្អូនដែលនៅជុំគ្នានឹងគឺចាគឺឆ្ងាញ់ជាប់ចិត្តតែម្ដងចាគឺកុំភ្លេចឲ្យសោះនេះផ្អកអូយឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងសម្រាប់បងៗណាដែលគាត់ចង់កម្មង់ផ្អកចាស្រុកស្រែពិតចាអាចតាក់ទងមកកាន់នេះខ្ញុំបានចានេះមកសម្លាញ់គឺធានាជូនធ្វើស្រស់ថ្មីជូនបងតែម្ដងរសជាតិវិញគឺឆ្ងាញ់ប្លែកពីគេចានេះអតិថិជនគាត់ កម្មង់ហូរហែហើយមាន feedback មកច្រើនមែនទែនតែនេះខ្ញុំដាក់មកតែប៉ុណ្ណឹងសិនអញ្ចឹងណាចានិយាយទៅគឺធានាជូនតែម្ដងចាហើយនេះបន្ទាប់មកទៀតចាបន្លែត្រកួននេះគឺនេះខ្ញុំបានហាន់វារួចរាល់អស់ហើយចាជាកំណាត់ខ្លីៗហ្នឹងហើយនេះខ្ញុំមានបន្ថែមជាមួយនឹងរំដេងដាក់ឲ្យកាត់ជាតិឆ្អាបចាហើយនេះមានម្អមមានក្បាលត្រីហ្នឹងហើយនឹងកំពឹសនិយាយទៅក្បាលត្រីនេះដោយសារខ្ញុំធ្វើម្ហូបសល់ថ្ងៃមុនអញ្ចឹងខ្ញុំច្នៃទុកអញ្ចឹងណាហើយនេះចា ត្រួយអំពិលខ្ចីយើងហ្នឹងអូនិយាយទៅគឺថាដាក់មកដឹងតែជាតិញាក់តែម្ដងចាចុងភៅនេះគឺអត់មានអីលើសពីថាឆ្ងាញ់ទេតែម្ដងចាគឺដឹងតែឆ្ងាញ់តែម្ដងចានេះបន្ទាប់មកទៀតចានាងខ្ញុំដាក់ដាំទឹកនាងខ្ញុំដាក់ដាំទឹកមកស្ទុះទៅចាឲ្យវាពុះហើយបាទនាងខ្ញុំដាក់រំដេងអញ្ចឹងណានិយាយទៅនេះចាបន្ទាប់មកទៀតនាងខ្ញុំជ្រុំប្រហុកនឹងចូលចានិយាយទៅប្រហុកដាក់តែល្មមទៅបានហើយកុំដាក់ច្រើនពេកចាបន្ទាប់មកទៀតនាងខ្ញុំដាក់អំបិលចូលបន្តិចមកហើយប៊ីចេងបន្តិចចាបន្ទាប់មកទៀតនាងខ្ញុំបន្ថែមម្សៅស៊ុបបន្តិចហើយនឹងស្ករសចាគ្រឿងទៅដាក់តែល្មមតិចៗទៅបានហើយចាំយើងភ្លក់ស្ទើរអីចាំថែមតាមក្រោយបន្ទាប់មកទៀតនាងខ្ញុំបន្ថែមត្រួយអំពិលចូលហើយនឹងចាដាក់ត្រកួនចូលបន្ទាប់មកទៀតចាដាក់កំពឹសនឹងចូលហើយនឹងក្បាលត្រីនេះចូលចាហើយកូរវាមកស្ទុះឲ្យវារាងឆ្អិនបន្តិចទៅបាទនាងខ្ញុំចាដាក់ម្អមចូលចានេះខ្ញុំកូរមកស្ទុះបន្តិចអញ្ចឹងទៅឆាប់ឆ្អិនទេបងប្អូនគ្នាចានេះឈ្ងុយតែម្ដងចាដាក់ម្អមមកទៀតមកនេះអូនិយាយទៅគឺថាជះក្លិនឈ្ងុយតែម្ដងចាហុតតែទឹកសម្លនេះហើយគឺស្វាងចាស់តែម្ដងណាគេដែលគាត់ចាសល់ហាយពីយប់អីនេះគឺត្រូវញាក់សន្លប់តែម្ដងចានេះអូយឆ្ងាញ់មែនតើចាឈ្ងុយផ្ទះ2ផ្ទះ3តែម្ដងចាអូយជាតិស្លាប់ចាអញ្ចឹងអរគុណបងប្អូនគ្នាសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាយបាយ